ពេលព្រឹកបងប្អូនឲ្យសត្វព្រៀបណារោចំណៃចេញរោចំណៃឯងធ្វើការមានថ្ងៃសម្រាប់ថ្ងៃ holiday អញ្ចឹងណាសត្វគេថាងើពីភ្ញាក់មកថាដឹងតែរោចំណៃរាល់ថ្ងៃនេះនឹងជាអញ្ចឹងឯងហើយមិនឃើញមានបានតាណាសោះនៅតែប៉ុណ្ណឹងមកគេតែវារស់បែបធម្មជាតិរបស់វាអញ្ចឹងបងប្អូនមើលទៅនេះខ្ញុំជម្រាបថាការដែលមិនបៀតបៀនណាសត្វហ្នឹងធ្វើឲ្យយើងមានសេចក្តីសុខផ្លូវចិត្តមួយយ៉ាងដែរធ្វើឲ្យចិត្តយើងហ្នឹងគេថាវាមិនជាប់សម្រាមការបៀតបៀនអញ្ចឹងណាបើចិត្តយើងរវល់តែឈ្នានេះបៀតបៀនគេឯងគឺថាចិត្តយើងហ្នឹងពុះពេញទៅដោយចិត្តបាបពេញទៅដោយសម្រាមចិត្តរបស់យើងនោះពុះពេញទៅដោយការសៅមងអញ្ចឹងណាអរគុណបងប្អូនជួយ share ជួយ like មួយផង